របស់យើងចេញមកបដូរថ្មីគឺធ្វើជាមួយនឹងកាហ្វេត្នោតវិញម្ដងចាអញ្ចឹងកាហ្វេត្នោតនេះចេញពីហាង Monstera បងប្អូនទាំងអស់គ្នាអញ្ចឹងមកភ្លុកជាមួយនឹងកាហ្វេត្នោតជាមួយនាងខ្ញុំចាគឺថារសជាតិប្លែកព្រោះដោយសារយើងចង់ធ្វើជាមួយនឹងកាហ្វេត្នោតនេះដើម្បីបញ្ជាក់អំពីអត្តសញ្ញាណនៃកម្ពុជារបស់យើងហើយអ្វីដែលសំខាន់គឺយើងចង់យកអ្វីដែលជារបស់ខ្មែរយកមកចាដាក់បញ្ចូលនៅក្នុងម្ហូបអាហារឬមួយប្រភេទស្គាអីចឹងទៅដល់ពេលដែលគេនឹកឃើញថាចាអូកាហ្វេត្នោតអូកាហ្វេត្នោតញ៉ាំនៅទីនេះនៅប្រទេសនេះចាវ៉ាវរសជាតិមិនធម្មតាចាគឺឆ្ងាញ់មែនតើបងប្អូនសាសម័យមើលបងប្អូនដែរញ៉ាំលើអាកោទីអាកោត្នោតអីណាចាគឺរបៀបរសជាតិបែបហ្នឹងក៏ប៉ុន្តែឥឡូវនេះមកធ្វើជាកាហ្វេវិញម្ដងអូយចាចង់ដឹងមកភ្លុតជាមួយនឹងហាង Monstera របស់យើងណាបងប្អូនទាំងនេះសំខាន់ត្នោតរបស់យើងគឺយកមកពីស្រុកស្រែចំការសុទ្ធខ្ញុំឲ្យបងប្អូនដែលគាត់រស់នៅខេត្តណាចាគឺគាត់រកឲ្យឡើងឲ្យថ្មីហ្មងមានជាគីនីធានាជូនចាអរគុណច្រើនចប់អូសម្រាប់បងប្អូនតែអត់ចេះញ៉ាំកាហ្វេម៉ាស៊ីនហើយអត់ចង់ចំណាយច្រើនមកសឹងហាង Monstera អត់ចង់ឲ្យបងប្អូនទាំងអស់គ្នាជីចាជាកាហ្វេ fit ចាំបងប្អូនទាំងអស់គ្នាចំណាយតែ 4,000 5,000 បងប្អូនទាំងអស់គ្នាអាចមកអង្គុយម៉ាស៊ីនត្រជាក់បានឬមកទៅខ្ចប់យកទៅញ៉ាំនៅផ្ទះឬក៏នៅសាលាក៏បានដែរចា